សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Khmer News Daily ថ្ងៃនេះយើងមិននិយាយរឿងអ្នកលក់លេឬរឿងតារាឆ្លោះគ្នាទេតែយើងនឹងនិយាយរឿងបងធំមកពីប្រទេសរុស្ស៊ីវិញម្ដងគេល្បីថារបស់មួយនេះគ្រាន់តែឮឈ្មោះក៏ធ្វើឲ្យយន្តហោះចម្បាំងតម្លៃរាប់រយលានដុល្លារព្រឺរោមគីង្គក់ដែរតើវាជាអ្វីវាគឺ S400 S400 ឬហៅពេញថា S400 Triumph បងប្អូនខ្លះអាចច្រឡំថាវាជាយន្តហោះ SU តែមិនមែនទេណា S400 មិនមែនជាអ្នកហោះទេតែវាជាអ្នកបានអ្នកហោះវិញតោះតើមើលថាតើវាខ្លាំងប៉ុណ្ណាបានជាអាមេរិកឈឺក្បាលជាមួយវាម្លេះនិយាយឲ្យស្រួលស្ដាប់បំផុត S400 គឺជាប្រព័ន្ធការពារដែនអាកាសបើប្រៀបធៀបជាមួយបាល់ទាត់វាគឺជាអ្នកចាំទីដ៏ពូកែបំផុតក្នុងโลกដែលមិនងាយឲ្យបាល់ចូលទីឡើយរបស់នេះមិនមែនតាំងនៅមួយកន្លែងដូចស្ទូបទេណាវាជាឡានដឹកមីស៊ីលដែលអាចចល័តបានគ្រប់កន្លែងក្នុងមួយឈុតរបស់វាមានឡានដឹកមីស៊ីលឡានរ៉ាដាភ្នែកទឹកនិងឡានបញ្ជាចំណុចពិសេសគឺវាអាចបាញ់បានគ្រប់យ៉ាងដែលហក់លើមេឃចាប់តាំងពីយន្តហោះចម្បាំងមីស៊ីលឆ្លងទ្វីបយន្តហោះទម្លាក់គ្រាប់បែករហូតដល់ drone តូចៗសូម្បីតែយន្តហោះអាមេរិកដែលល្បីថា stealth ឬបំបាំងកាយមើលមិនឃើញក៏ S400 ហ៊ានអួតថាខ្លួនអាចចាប់បានដែរឥឡូវមកមើលកន្លែងដែលគេខ្លាចបំផុតរបស់វាទី1គឺភ្នែកទឹកឬរ៉ាដារបស់វា S400 អាចមើលឃើញសត្រូវតាំងពីចម្ងាយ600គីឡូម៉ែត្រស្រមៃមើលថាបើដាក់នៅភ្នំពេញវាអាចមើលឃើញដល់ក្រុងហូជីមិញឬបាងកកឯណោះទី2គឺដៃវែងមីស៊ីលរបស់វាអាចហោះទៅកំទេចគោលដៅបានចម្ងាយដល់ទៅ400គីឡូម៉ែត្រឧទាហរណ៍ថាបើយើងដាក់នៅភ្នំពេញហើយមានយើងហោះសត្រូវហោះនៅជិតព្រំដែនសៀមរាបឬប៉ោយប៉ែត S400 អាចចុចប៊ូតុងបានពីភ្នំពេញទៅកំទេចចោលបានភ្លាមមិនបាច់ហត់ហោះទៅរកទេមិនតែប៉ុណ្ណោះវាអាចបាញ់គោលដៅបានដល់ទៅ36គ្រាប់ក្នុងពេលតែមួយនេះមិនមែនបាញ់លេងទេគឺបាញ់យកងាប់តែម្ដងរឿងដែលកម្លៃនោះគឺរបស់នេះខ្លាំងតែតម្លៃវិញគឺធូរថ្លៃបើធៀបជាមួយរបស់អាមេរិក S400 មួយវង System មានតម្លៃប្រហែល$500 លានក្នុងពេលដែលប្រព័ន្ធ Patriot របស់អាមេរិកអាចថ្លៃជាងនេះដល់ទៅ2ឬ3ដងហើយណោះនេះហើយបានជាប្រទេសជាច្រើនដណ្ដើមគ្នាទិញប្រទេសដែលល្បីថាទិញ S400 ហើយធ្វើឲ្យអាមេរិកខឹងខ្លាំងបំផុតគឺទួរគីនិងឥណ្ឌាទួរគីជាសមាជិក NATO ត្រូវជាមិត្តអាមេរិកតែបែរជាទៅទិញរបស់រុស្ស៊ីធ្វើឲ្យអាមេរិកខឹងរហូតដល់ឈប់លក់យន្តហោះ F-35 ឲ្យចំណែកឥណ្ឌាវិញទិញយកមកដាក់តាមព្រំដែនដើម្បីការពារខ្លួនពីចិននិងប៉ាគីស្ថានសរុបមក S400 គឺជាកំពូលអ្នកយាមមេឃរបស់រុស្ស៊ីដែលធ្វើឲ្យពិភពលោកឈឺក្បាលវិលមុខវាខ្លាំងវាថោកនិងងាយស្រួលចល័តប៉ុន្តែទោះជាយ៉ាងណាគ្មានអាវុធណាដែលល្អឥតកំពះទេគ្រាន់តែថាមកដល់ពេលនេះវានៅតែជាស្ដេចនៃប្រព័ន្ធការពារដែនអាកាសដដែលចុះបងប្អូនវិញយល់យ៉ាងណាដែរបើកម្ពុជាយើងមានលុយតើយើងគួរទិញមកទុកការពារស្រុកយើងមួយវងដែរឬទេកុំភ្លេច comment ប្រាប់ខាងក្រោមផងណាអរគុណសម្រាប់ការទស្សនាសូមជួយ like និង subscribe Channel Khmer News Daily ដើម្បីទទួលបានចំណេះដឹងយោធានិងបច្ចេកវិទ្យាថ្មីៗជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយ